ភិវឌ្ឍខ្សែច្រវាក់តម្លៃបន្លែនៅកម្ពុជាគឺជាគម្រោងបង្កើនប្រាក់ចំណូលសម្រាប់កសិករផ្ដោតសំខាន់ទៅលើការផលិតបន្លែខ្នាតតូចជាមួយនឹងប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលព្រះអាទិត្យដែលមានតម្លៃសមស្របជឿទុកចិត្តនិងនិរន្តរភាពនិងការធ្វើវេទិកាធុរកិច្ចបែប Digital គម្រោងនេះមានរយៈពេល4ឆ្នាំគិតចាប់ពីខែកញ្ញាឆ្នាំ2023រហូតដល់ខែមិថុនាឆ្នាំ2027ហើយបាននឹងកំពុងអនុវត្តនៅខេត្តគោលដៅរបស់អង្គការសហប្រតិបត្តិការដើម្បីអភិវឌ្ឍកម្ពុជាគោលដៅរួមមានខេត្តកំពង់ធំនិងខេត្តសៀមរាបអង្គការ Hyper យើងមានបេសកកម្មនៅក្នុងការកាត់បន្ថយភាពក្រីក្រការលើកកម្ពស់ការចូលរួមរបស់យុវជននិងស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងការអភិវឌ្ឍប្រកបដោយចីរភាពមកដល់បច្ចុប្បន្ននេះយើងកំពុងតែអនុវត្តគម្រោងមួយដែលមានឈ្មោះថាគម្រោងការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មដំណាំបន្លែប្រចាំប្រទេសកម្ពុជាគម្រោងហ្នឹងគឺយើងមានទិសដៅជួយកសិករខ្នាតតូចឲ្យមានភាពរីកចម្រើនមានប្រាក់ចំណូលតាមរយៈការប្រើប្រាស់បច្ចេកទេសកសិកម្មវៃឆ្លាតធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុនិងតាមរយៈការប្រើប្រាស់នៅគម្រោងអាជីវកម្មផលិតកម្មសមស្របទៅតាមតម្រូវការទីផ្សារជាក់ស្ដែងចំពោះការអនុវត្តគម្រោងហ្នឹងគឺយើងមានការធ្វើការជាដៃគូជាមួយអង្គការក្នុងស្រុកចំនួន3អង្គការដៃគូនៅក្នុងនោះយើងមានកោដិចបាទអញ្ចឹងកោដិចគឺជាអង្គការដៃគូមួយដែលគាត់បានធ្វើការទៅលើ2ខេត្តគឺខេត្តកំពង់ធំនិងខេត្តសៀមរាបយើងធ្វើការគ្រប់គ្រងក៏ទាក់ទងនឹងការពង្រឹងស្មារតីដែលយើងមានទាំងពង្រឹងផ្នែកជំនាញទន់និងជំនាញរឹងក្នុងនោះមានវគ្គបណ្ដុះបណ្ដាលទៅលើភាពជាអ្នកដឹកនាំនិងអភិបាលកិច្ចជំនាញរឹងនេះយើងផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មហើយដោយឡែកសម្រាប់បងប្អូនយើងដែលទទួលបានទុនវិនិយោគនេះគាត់ត្រូវមានថវិកាចូលរួមរបស់គាត់ចំនួន40% នៃទុនវិនិយោគនីមួយៗដែលយើងបានផ្ដល់ជូនក្នុងនោះផងដែរទុនវិនិយោគរបស់គម្រោងយើងគឺផ្ដោតសំខាន់ទី1ទៅលើការចូលរួមក្នុងការថែរក្សាភពផែនដីនិងបរិស្ថានដូចជាការបម្រែបម្រួលអាកាសធាតុហើយទី2ទាក់ទងទៅនឹងការប្រើប្រាស់ប្រព័ន្ធស្រោចស្រពមានន័យថាពួកគាត់មានទឹកស្រោចស្រពដោយពេញមួយឆ្នាំក្នុងនោះគឺយើងបានគ្រប់គ្រងគាត់ទៅលើការវិនិយោគប្រើប្រាស់ប្រព័ន្ធសូឡាដោយថាមពលព្រះអាទិត្យទី3យើងក៏បានគ្រប់គ្រងទៅលើការធ្វើជីធម្មជាតិមានន័យថាបើយើងកាត់បន្ថយការប្រើប្រាស់ជីគីមីឬក៏ជីទីផ្សារងាកមកប្រើជីនៅក្នុងស្រុកអំពីកាកសំណល់អ្វីដែលនៅជុំវិញផ្ទះសម្បែងហើយក្រៅពីនោះផងដែរដើម្បីជួយសម្រួលទៅលើកម្លាំងពលកម្មគម្រោងក៏បានគ្រប់គ្រងទៅលើម៉ាស៊ីនភ្ជួរដីតាក់ទងទៅនឹងទីផ្សារគម្រោងបានសហការជាមួយសហគមន៍កសិកម្មជាមួយនឹងអង្គការដៃគូផ្សេងៗហើយនឹងអាជ្ញាធរក្នុងការធ្វើម៉េចជួយសម្រួលនៅចរន្តទីផ្សារដោយតាមរយៈយើងមានកិច្ចប្រជុំភាសារវាងទូអង្គទីផ្សារហើយនឹងសហគមន៍កសិកម្មដូចជាកសិករក្រុមផលិតសហគមន៍កសិកម្មនេះខ្ញុំធ្វើទៅលើមុខរបរធំមានការផ្ដល់អនុទានខាតតូចចាការសម្របសម្រួលធាតុចូលកសិកម្មការសម្របសម្រួលទីផ្សារទាក់ទងនឹងសម្របសម្រួលមឿននិងបន្លែចាហើយនឹងការដឹកជញ្ជូនចាហើយនឹងគ្រប់គ្រងស្បៀងទៅសាលារៀនផងដែរចាហើយសហគមន៍នេះខ្ញុំក៏កំពុងតែគ្រោងដំណើរការនៃការធ្វើកសិដ្ឋានដែលយើងសាងសង់ទីសំណាញ់16ខ្នងនេះគឺយើងទទួលបាន3គម្រោងធំដោយឡែកកសិដ្ឋានរបស់យើងដែលសាងសង់បានទីសំណាញ់5ខ្នងគឺយើងបានពីការគ្រប់គ្រងពីអង្គការកូដិចដែលម្ចាស់ជំនួយរបស់អង្គការ Hyper ចាហើយក្រៅពីបានជំនួយពីទីសំណាញ់5ខ្នងយើងមានកិច្ចសហការជាច្រើនទាក់ទងនឹងការផ្ដល់បច្ចេកទេសការធ្វើកសិកម្មការដឹកនាំទៅទស្សនកិច្ចសិក្សានៅសហគមន៍ផ្សេងដីហ្នឹងកាលពីដើមឡើយខ្ញុំធ្វើស្រែប្រាំងទេក្រោយពីខ្ញុំចូលគម្រោង CPCD នេះមកខ្ញុំបដូរមកជាដាំបន្លែចម្រុះច្រើនមុខមានដូចជាស្ដែកគូល្ពៅតឡាចពោតហើយជាជាក់ស្ដែងដូចពោតបារាំងនេះពីដើមខ្ញុំចេះបច្ចេកទេសពីខាងអង្គការគូដិចដែលបានគម្រោងជួយមកពីខាង Hyper ហើយក៏បានការសម្រាប់សម្រួលពីសហគមន៍ស្ត្រីភោគផលមានជ័យនៅពេលដែលយើងដាំតាមបច្ចេកទេសអញ្ចឹងយើងបានចំណូល
ច្រើនជាងមុនគឺខ្ញុំបានចំណូលចូលរាល់ថ្ងៃជាប្រចាំអត់ដាច់ទេហើយជីវភាពគ្រួសារខ្ញុំសប្តាហ៍ថ្ងៃវាក្រិនបើជាងមានសភាពធូរធារប្រាក់ចំណូលដែលខ្ញុំបានរាល់ថ្ងៃបានយកទៅផ្គត់ផ្គង់ឲ្យកូនរៀនកូនខ្ញុំមាន3នាក់ហើយមានចំណាយផ្សេងទៀតហើយក៏ប្ររិចមុខរបរបន្ថែមបងអ៊ំដែលកើតនៅក្នុងភូមិនេះចិត្តដែលកើតមិនអាចចំណាក់ស្រុកបានកើតមកធ្វើការនៅចំការខ្ញុំដើម្បីបានប្រាក់ចំណូលយកទៅចិញ្ចឹមគ្រួសារអាជ្ញាធរឃុំតែងតែអញ្ជើញគាត់ដែលជាសហគមន៍កសិកម្មនឹងឯងទៅចូលរួមប្រជុំប្រចាំខែបើមិនជាគាត់មានកង្វល់អីគាត់នឹងលើកឡើងនៅក្នុងប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំហើយក្រុមប្រឹក្សាឃុំយើងនឹងរកវិធីជួយដោះស្រាយគាត់បាទបន្ទាប់កន្លងមកគាត់តែងតែលើកបញ្ហាថាគាត់បានមកធ្វើកន្លែងដាំបន្លែនៅផ្ទះសំណាញ់ដាំបន្លែនៅកន្លែងនេះមានការលំបាកដឹកជញ្ជូនកសិផលយកទៅលក់ទីផ្សារឥឡូវក្រុមប្រឹក្សាឃុំបានអនុម័តយកគម្រោងផ្លូវមកកន្លែងកសិកម្មនេះជាអាទិភាពហើយដើម្បីឲ្យកសិករដំណើរការក្នុងការដាំដុះល្អនិងមានទិន្នផលខ្ពស់គម្រោងអភិវឌ្ឍខ្សែច្រវាក់តម្លៃបន្លែកម្ពុជាក៏បានផ្ដល់ជូននូវវគ្គបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មដល់កសិករគោលដៅគម្រោងរួមមានវគ្គបណ្ដុះបណ្ដាលស្ដីពីអនុវត្តកសិកម្មល្អកម្ពុជា KEMGAP ការគ្រប់គ្រងសត្វល្អិតនិងកត្តាចង្រៃលើដំណាំបន្លែការគ្រប់គ្រងក្រោយប្រមូលផលនិងការផលិតជីកំប៉ុស្តមិនត្រឹមតែប៉ុណ្ណោះគម្រោងក៏បានគាំទ្រនូវថវិកាបដិភាគ 60% ក្នុងការសាងសង់ផ្ទះសំណាញ់ដាំបន្លែលើរានធ្នើរប្រព័ន្ធស្រោចស្រពសូឡាបូមទឹកដើរដោយពន្លឺព្រះអាទិត្យម៉ាស៊ីនភ្ជួរដីនិងការសាងសង់ទ្រុងជីកំប៉ុស្តសម្រាប់គាំទ្រលើដំណើរការផលិតកម្មបន្លែទាំងកម្រិតកសិករនិងកម្រិតសហគមន៍កសិកម្មផងដែរហើយនៅក្រោយខ្នងខ្ញុំនេះគឺកំពុងតែសាងសង់ផ្ទះសំណាញ់ទាក់ទងនឹងការសាងសង់ផ្ទះសំណាញ់នេះគឺធ្វើឡើងដើម្បីការដាំដុះបន្លែទាក់ទងនឹងបន្លែសុវត្ថិភាពអត្ថប្រយោជន៍គឺសម្រាប់ទៅដល់បងប្អូនកើតហូបទៅគឺមានសុខភាពល្អយើងមានដាំបន្លែជាច្រើនប្រភេទបន្លែស្ពៃចង្កឹះស្ពៃកញ្ញាញ់ស្ពៃទឺហើយនឹងពីងប៉ោះឈើរីនិងម្ទេសហាវ៉ៃសម្ភារៈទាំងអស់នេះគឺមានទាំងផ្ទះសំណាញ់មានទាំងសូឡាមានទាំងរោងជីកំប៉ុស្តសម្ភារៈទាំងអស់នេះគឺមានការគាំទ្រពីអង្គការកូដេចចាចំនួន 60% ខាងសហគមន៍ 40% ទីនេះគឺជាកសិដ្ឋានរបស់សហគមន៍កសិកម្មសម្ព្រួយមានជ័យដែលយើងមានការដាំពេញប៉ោះឈើរីហើយនៅក្នុងផ្ទះសំណាញ់ផងដែរការដាំពេញប៉ោះឈើរីនៅក្នុងផ្ទះសំណាញ់ឃើញថាយើងមានផលល្អច្រើនសម្រាប់ទីផ្សារគឺយើងមានភាពស្រួលលក់ដែរទិន្នផលទៅតងនៅទីនេះគឺឲ្យតែមានគឺឈ្មួញមកយកដល់កន្លែងហ្នឹងម្ដងនេះគឺជារបៀបធ្វើជីកំប៉ុស្តគោកបាទយើងមានខ្ជូងកាមយើងមានជីអាចគោបាទជីអាចគោក៏បានជីអាចមិនក៏បានដែរស្ករងូចំនួន1គីឡូអំបិលស5គីឡូបាទខ្ជូងកាមយើងដាក់25គីឡូហើយនឹងជីអាចគោ25គីឡូហើយយើងលាយជាមួយទឹកបាទលើទឹក50លីត្រហើយរបៀបយើងធ្វើនេះយើងធ្វើកូនគោឲ្យសពហើយយើងដាក់ទឹកគោឲ្យសពហើយរយៈពេលមួយខែយើងអាចប្រើបានហើយបាទប៉ុន្តែបើសិនជាយើងអាចចង់ឲ្យបានល្អយើងដាក់បាន3ខែ4ខែកាន់តែច្រើនកាន់តែល្អយើងធ្វើសម្រាប់ដាក់បន្លែក៏បានដែរឲ្យតែពីពូបន្លែបាទការធ្វើជីកំប៉ុស្តនេះគឺយើងកាត់បន្ថយការចំណាយបាទបើយើងប្រៀបធៀបទៅនឹងជីទីផ្សារដែលនាំចូលចាម៉ាស៊ីននេះបានមកពីគម្រោងគោដេចម៉ាស៊ីននេះប្រើស្រួលភ្ជួរដីចំណេញពេលចំណេញថវិកានិងដីបានផុសល្អកាលពីមុនខ្ញុំប្រើម៉ាស៊ីនធំពីប្រហែលពិបាកដល់មកប្រើម៉ាស៊ីនតូចនេះស្រួលគ្រូស្រីក៏អាចភ្ជួរបានដែរម៉ាស៊ីននេះបើសិនជាគាត់អត់នៅខ្ញុំអាចភ្ជួរបានម៉ាស៊ីនធំយើងអត់អាចលើកវាចូលផ្ទះសំណាញ់បានទេឲ្យតែមានបន្លែសហគមន៍ណាខ្ញុំអាចទិញយកទាំងអស់មិនថាពីប៉ោះឈើរីមិនថាទ្របវែងមិនថាស្ព
ពីកញ្ញាញពីទឿអីទេខ្ញុំទិញបានទាំងអស់ហើយបន្លែក្នុងផ្ទះសំណាញ់នេះគឺខ្ញុំអាចយកទៅនាំទៅទីផ្សារក៏គេចូលចិត្តហូបដោយសារបន្លែយើងវាមានសុវត្ថិភាពហើយសាលារៀនក៏ល្អដែរសម្រាប់កុមារគឺគាត់ត្រូវការទាំងអស់ហើយបន្លែគាត់គឺចម្រុះទៅរាល់សហគមន៍គាត់ដាំបានចម្រុះទាំងអស់គ្នាអញ្ចឹងខ្ញុំសប្បាយចិត្តដែលអ្នកទិញចូលចិត្តទិញរបស់គាត់សំណូមពរឲ្យសហគមន៍រុនឯងធ្វើបែបបន្លែសុវត្ថិភាពនេះរៀងរហូតបាទខ្ញុំហើយឯកនេះរុនឯងត្រូវការរៀបចំដូចខ្ញុំអញ្ចឹងដើម្បីឲ្យយកខ្ញុំមកយកស្អែកបាទឲ្យទាន់ពេលវេលាអញ្ចឹងបាទអរគុណច្រើនអញ្ចឹងខ្ញុំគិតទូទាត់លុយឲ្យហើយណាបាទលុយនេះខ្ញុំគិតគីឡូទៅមិញទាំងអស់ទាំងត្រប់ផងអានេះផងវាអស់ 50000 ណាបាទសូមអរគុណដល់អង្គការកោដេចនិងម្ចាស់ជំនួយខាង Hyper ដែលបានមានវគ្គបណ្ដុះបណ្ដាលល្អៗឲ្យនាងខ្ញុំបានចេះដាំរឹងគំរិចមុខរបរហើយនាងខ្ញុំក៏សូមសំណូមពរឲ្យអង្គការកោដេចនិងម្ចាស់ជំនួយ Hyper ឲ្យគាត់នៅបានយូរអង្វែងដើម្បីជួយដល់កសិករផ្សេងទៀតនាងខ្ញុំសូមអរគុណដល់អង្គការកោដេចហើយនិងអង្គការ Hyper ដែលបានគ្រប់គ្រងផ្ទះសំណាញ់ចំនួន6ខ្នងដល់សហគមន៍របស់នាងខ្ញុំដែលធ្វើឲ្យតកតងនឹងកសិផលរបស់សហគមន៍គឺយើងអាចមានការនាំចូលទៅកាន់ទីផ្សារបានច្រើនខ្ញុំសូមថ្លែងអំណរគុណដល់អង្គការគូដាច់និងអង្គការ Hyper ដែលគាត់ផ្ដល់ជាគម្រោងខាងផ្ទះសំណាញ់និងម៉ាស៊ីនភ្ជួរដីចាដើម្បីឲ្យស្ត្រីមេម៉ាយគាត់អាចភ្ជួរម៉ាស៊ីននេះបានគាត់គ្មានកម្លាំងពលកម្មមនុស្សប្រុសអញ្ចឹងសូមឲ្យអង្គការគាត់បន្តពង្រីកដល់គ្រួសារបន្ថែមទៅទៀតនៅក្នុងសហគមន៍